គិតមិនល្អអំពីយើងក្នុងហេតុផលដោយសារគេមានការចំណែនគេមានការឈ្នានីសមានគំនុំគុំគួនណាមានរឿងកើតទុកមិនសុខចិត្តណាខ្លាចយើងនឹងល្អជាងគេផ្សេងជាច្រើនទៀតអញ្ចឹងមនុស្សហ្នឹងគាត់អាចមកនិយាយមិនល្អអំពីយើងឬក៏ដើរនិយាយអាក្រក់អំពីយើងនឹងប្រាប់អ្នកដទៃទោះបីជាគាត់ត្រូវប្រឌិតក៏ដោយអានោះមួយទៅមួយទៀតយើងអាចមានចំណុចខ្សោយមែនយើងអាចមានចំណុចខ្វះខាតមែនហើយយើងក៏មិនមែនជាមនុស្សដែលមិនស្ដាប់ហេតុផលយើងក៏មិនមែនជាមនុស្សដែលចេះរឹងរូសដែរប៉ុន្តែបុគ្គលម្នាក់ហ្នឹងពេលដែលនៅមួយទល់នឹងមួយជាមួយយើងគាត់មិននិយាយទេគាត់មិននិយាយប្រាប់យើងថាយើងនឹងខ្វះខាតចេះមួយចេះពីរមានយោបល់សុំឲ្យយើងកែទេមនុស្សនឹងអត់និយាយចឹងទេប៉ុន្តែក្នុងចំណោមមហាជនជាមួយអ្នកដទៃខាងក្រៅគាត់ចូលចិត្តនិយាយអាក្រក់អំពីយើងហ្នឹងឬក៏ចំណុចខ្សោយរបស់យើងហ្នឹងឬក៏កំហុសរបស់យើងហ្នឹងនិយាយប្រាប់ឲ្យគេឮមកមនុស្សបែបហ្នឹងប្រហែលជាមិនចង់និយាយពីកំហុសយើងហ្នឹងប្រហែលទេគឺចង់អួតប្រាប់អ្នកដទៃផ្សេងថាអ្នកនឹងចំណាប់ច្រើនជាង